បាទជំរាបសួរបងប្អូនទាំងអស់ជាទីរលឹកនៅថ្ងៃនេះខ្ញុំបាទមានវីដេអូចែករំលែកមួយទៀតហើយបាទជាពិសេសគឺមាតិកាសម្រាប់បងប្អូនដែលចូលចិត្តស្វែងរកឬក៏ស្វែងយល់អំពីការបង្កើតវីដេអូក្នុងការបង្ហោះចូល YouTube ដើម្បីបង្កើនប្រាក់ចំណូលឬក៏កសាងប្រាក់ចំណូលមួយផ្នែកទៀតអំពីការងារដែលយើងធ្វើមានន័យយើងធ្វើ part time អញ្ចឹងថ្ងៃនេះគឺខ្ញុំមានមេតិកាមួយដ៏ល្អមែនតើហើយជាមេតិកាដែលមានប្រយោជន៍ហើយលោកអ្នកធ្វើទៅគឺនឹងប្រកាសជាទទួលបានផលហើយជាវីដេអូមួយដែល YouTube រុញពីព្រោះវាមានប្រយោជន៍សម្រាប់មនុស្សទូទៅតែម្ដងហើយមិនភ័យព្រួយនៅក្នុងការបានឬក៏ជាប់ copyright ទេបាទដើម្បីកុំឲ្យខាត់ពេលតាមដានជាមួយនឹងខ្ញុំបាទដូចតទៅបាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកដល់បងប្អូនទាំងអស់ពាក់ព័ន្ធនឹងបងប្អូនដែលចូលចិត្តបង្កើតវីដេអូបាទជាពិសេសគឺបងប្អូននឹងឃើញច្បាស់អំពីការប្រើប្រាស់របស់ Gemini តែម្ដងថាតើ Gemini អាចបង្កើត cartoon បានល្អកម្រិតណាបាទហើយវីដេអូបែបនេះគឺមិនចេះសាបសូន្យទេបងប្អូនបើសិនជាយើងរក្សានៅតែការធ្វើរហូតដោយមិនបោះបង់ចោលយើងនឹងទទួលបានជោគជ័យជាមួយនឹងប្រាក់ចំណូលដ៏ល្អពីព្រោះវាគឺជាវីដេអូមួយដែលមានប្រយោជន៍និងជាវីដេអូអប់រំហើយខ្ញុំក៏ចាប់ផ្ដើមធ្វើដែរតែខ្ញុំអត់ទាន់បានបង្កើត channel ទេខ្ញុំព្យាយាមបង្កើតវីដេអូឲ្យបានច្រើនសិនហើយខ្ញុំដាក់ម្ដងឲ្យវីដេអូនោះ15នាទីឬក៏10នាទីអញ្ចឹងទៅបាទដោយសារតែខ្ញុំប្រើ Gemini អញ្ចឹងក្នុងមួយថ្ងៃបង្កើតបាន3វីដេអូអញ្ចឹងខ្ញុំបង្កើតមួយថ្ងៃ3មកយើងយកទៅដាក់ mix បញ្ចូលគ្នាទៅតាមពាក្យភាសាអង់គ្លេសហ្នឹងបាទអញ្ចឹងបងប្អូនកុំឲ្យខាតពេលតែសូមបញ្ជាក់ថាការប្រើប្រាស់នេះគឺប្រើប្រាស់ Gemini Pro បាទបានយើងអាចធ្វើបានបងប្អូនឥឡូវនេះខ្ញុំចូលមកនេះខ្ញុំវាយហើយបងប្អូនអាចវាយតាមខ្ញុំបាទចូលមក ChatGPT បាទបងប្អូនឃើញទេនេះគឺជា ChatGPT ខ្ញុំដាក់ថា please create a cartoon 3D video of the ordering action ទី1អញ្ចឹង get up 2អញ្ចឹង make the bed អញ្ចឹង the video animate with bubble speech appear the word get up make the bed but the camera is completely static not moving at all make this prompt as natural English for video generating អញ្ចឹងណាហើយនេះបន្ទាប់មក ChatGPT គាត់បានឲ្យឃើញទេនេះគាត់បានឲ្យអញ្ចឹងបងប្អូន copy អាហ្នឹងមក copy បាទ copy ត្រឹមហ្នឹងមកណាយើង copy ត្រឹមហ្នឹងហើយយើងយកទៅ paste នៅកន្លែងណាមួយដែលបងប្អូនត្រូវទុកវាបាទទុកវាយកមកកែបាទយើងបើក Word មួយមកឥឡូវខ្ញុំបើក Word ទៅស្រួលបាទហើយក៏ដាស់បាទសុំទោសនេះឈ្មោះគ្រូបាទផ្លេច save បាទអញ្ចឹងខ្ញុំមក paste នេះមកបងប្អូនឃើញទេអានេះមានន័យថាយើងត្រូវតែដូរកន្លែងនេះដូរកន្លែងហ្នឹងបាទដូរបាទអានេះគឺជាឈុតឆាកដែលយើងឲ្យ Gemini ហ្នឹង create ឲ្យយើងបាទបន្ទាប់មកយើងមកមើលChatGPT ដែលខ្ញុំទៅសេយ៉ាងម៉េចទៀតបាទបន្ទាប់ពីឲ្យ prompt បង្កើតវីដេអូ cartoon ហើយខ្ញុំ please provide a series of action English word starting from get up till go to bed ឃើញវាឲ្យទេបាទនេះបាទអញ្ចឹង34 fresh មាន get up មាន stretch មាន make the bed អញ្ចឹងមកអញ្ចឹងយើងធ្វើតែពីរបានហើយបងប្អូនមួយនេះ get up ហើយ stretch អញ្ចឹងយើងធ្វើម៉េចបាទយើងធ្វើម៉េចគឺយើងចូលទៅកន្លែងនេះបងប្អូនយើងចូលមក word ដែលយើង paste មិញនេះអញ្ចឹងយើងដាក់ create a 3D cartoon style animate video showing two simple daily actions in order ទី1 a character wake up and get out of the bed ទី2 the character neatly make the bed ឥឡូវcharacter neatly make the bed ហើយខ្ញុំយកអាហ្នឹងចុះបាទដោយសារតែវីដេអូយើងគេហៅថាធ្វើឲ្យបងប្អូនឃើញព្រោះ the animation cheerful អូខេអញ្ចឹងយើងយកអាហ្នឹងមកយើង select អាហ្នឹងទាំងអស់ហ្នឹងមកបងប្អូនយើង select មកហើយបន្ទាប់មកយើងចូលទៅ Gemini បាទឃើញទេយើងចូល Gemini មកអញ្ចឹង Gemini នឹងបង្កើត cartoon ឲ្យយើងបាទនេះកន្លែងនេះមកយើងយកពាក្យថា create video អូខេអញ្ចឹងនេះទំហំគឺយើងយក YouTube 19.6 អាហ្នឹងមកល្អបងប្អូនយើងយកមក paste មកហើយខ្ញុំ
ចុចបាទអញ្ចឹងបងប្អូនចាំមើលតើការផលិតចេញមកមានកម្រិតបែបណាបងប្អូនបាទអញ្ចឹងបងប្អូនចាំតិចបាទកំពុងតែ defining បាទអញ្ចឹង this could take a few minutes អញ្ចឹងបងប្អូនចាំតិចបាទបងប្អូនចាំតិចបាទកំពុងតែដំណើរការចឹងអានឹងវាពាក់ព័ន្ធទៅនឹង speed internet ដែរបងប្អូននេះឃើញទេបងប្អូនឲ្យឃើញទេមកឥឡូវមកមើលឃើញទេបងប្អូន Get up. Make the bed. ឃើញទេបងប្អូនអញ្ចឹងយើងបានវីដេអូមួយបងប្អូនចុចពាក្យ download មកហើយនៅពេលដែលយើងមិនចង់ឲ្យបដូរតួបងប្អូនឬមិនចង់ឲ្យផ្លាស់នេះបងប្អូនគ្រាន់តែយក paste បន្តទៀតមកអញ្ចឹងឧទាហរណ៍ឥឡូវយើងមកមើលផ្ទៃរឿងរបស់យើងនេះអញ្ចឹងកន្លែងនេះយើងដូរអីមានន័យថា colorful bubble speech action អញ្ចឹងកន្លែងនេះយើងដូរមកដូរយកពាក្យអង់គ្លេសអីគេអញ្ចឹងយកពាក្យ make the bed open the window អញ្ចឹងយើង copy នេះ open the window នេះមកបងប្អូនហើយពាក្យអង់គ្លេសច្រើនណាស់ឲ្យទៅ serious ហ្នឹងគឺច្រើនតែម្ដងបាទអញ្ចឹងនេះយើងដូរ get out wake up ណា a character wake up and get out of the bed a colorful bubble អញ្ចឹងយើងដូរកន្លែងនេះមានន័យថា a character wake up and then យើងដូរកន្លែងនេះមកគឺដាក់ថា open the window the character neatly យ៉ាងម៉េចទៀតបងប្អូន open the window ហើយ wash the face អញ្ចឹង neatly កន្លែងនេះដូរកន្លែងនេះដាក់ wash the face វិញមកបាទ wash the face បាទអញ្ចឹងយើងយកមកយើងដូរកន្លែងហ្នឹងមកបាទ make the bed ទៅជា wash the face បាទយើងដាក់ go to the bathroom and wash the face អញ្ចឹងមកបងប្អូនបាទបន្ទាប់មកកន្លែងនេះបងប្អូនដូរវាទៅជាអីគេ open the window បាទយើងដាក់មក open the window កន្លែងនេះគេ wash the face បាទយើងដូរកន្លែងហ្នឹងបងប្អូនបាទអញ្ចឹងវានឹង load ឲ្យយើង wash the face yes បន្ទាប់មកយើង copy អាហ្នឹងមកបងប្អូនហើយយើងយកទៅ post យើងយកទៅ paste នេះបន្តមកបាទឃើញទេបងប្អូនចាំមើលណាបាទអញ្ចឹងមួយថ្ងៃ3វីដេអូបងប្អូនយើងធ្វើមួយថ្ងៃមួយអាទិត្យយើងផុសតែមួយបានហើយមួយវីដេអូបានហើយដំបូងអញ្ចឹងមួយថ្ងៃវា3វីដេអូអញ្ចឹង6ថ្ងៃបងប្អូនគុណមើលទៅបាទអញ្ចឹងច្រើនបាទវីដេអូអាចចូលក្បែរ10នាទីដែរបងប្អូនអញ្ចឹងYouTube មិនចាំបាច់លឿនពេកទេមួយបាទហើយវីដេអូបែបនេះគឺវារហូតណាបងប្អូនវារហូតវាអត់ភ័យក្នុងការដែល YouTube បានទេពីព្រោះវាបង្កើតឡើងដោយ AI មែនហើយវាជាវីដេអូដែលមានប្រយោជន៍បាទវីដេអូដែលមានប្រយោជន៍បងប្អូនចាឥឡូវចាំមើលវីដេអូទី2បងប្អូនថាតើនៅពេលដែលចេញមកបែបណាបាទអញ្ចឹង content បែបនេះគឺងាយក្នុងការធ្វើទេបាទបងប្អូនក៏ចំណាយពេលវេលាបាទពីការងារផ្សេងហើយអង្គុយធ្វើ1ម៉ោង2ម៉ោង
បាទនឹងផ្ទះលេងទៅគឺជាការស្រេចបាត់ហើយបាទហើយបន្តមកយើងផុសចូលទៅ channel ដែលយើងបង្កើតថ្មីហ្នឹងមកបាទជាការស្រេចបាទហើយវីដេអូក្រោយខ្ញុំនឹងប្រាប់អំពីរបៀបស្វែងរក hashtag អំពីរបៀបប្រើ tag ឲ្យត្រឹមត្រូវបែបណាដើម្បីដាក់ទៅឲ្យដល់អតិថិជនណាឲ្យដល់ audience ដែលមើលបាទចឹងបងប្អូនចាំបន្តិចបាទកំពុងតែដំណើរការ បាទបងប្អូនឃើញទេបាទ Open the window. Yes open the window Wash the face. ឃើញទេបងប្អូនចឹងយើងយកវីដេអូហ្នឹងយើង download ហើយយើងយកទៅកាត់វានៅក្នុងកម្មវិធី CapCut តគ្នាមកហើយมันចាំបាច់ edit អ្វីទាំងអស់ play មានស្រាប់អីមានស្រាប់បងប្អូនចឹងយកទៅផុសគឺអត់មានបញ្ហាទេបងប្អូនគ្រាន់តែបង្កើតអីគេ logo សម្រាប់ channel របស់យើងមកជាការស្រេចបាទអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាហើយបើមានសំណួរផ្សេងឬក៏ចង់បាន prompt បែបនេះខ្ញុំនឹងទម្លាក់ចូលទៅក្នុង group បាទ Telegram តែម្ដងហើយបងប្អូនអាចចូលដោយសេរីបាទអរគុណច្រើនបងប្អូនបាទសូមគោរពសូមជម្រាបលាបាទ